ตาลับផលរបស់ BAF ត្រូវបានវាស់វែងយ៉ាងដូចម្ដេចឃើញសំណួរខ្លឹមហើយអ្នកវិនិយោគអាចតាមដានផលចំណេញរបស់ខ្លួនបានយ៉ាងដូចម្ដេចបាទនេះគឺជាសំណួរដ៏សំខាន់ទៀតហើយបងប្អូនបានន័យថាដោយសារពេលដែលវិនិយោគិនគាត់ធ្វើការវិនិយោគនឹងតាមធម្មតាពួកគេតែងតែចង់ដឹងថាតើលុយគាត់ទៅដល់ណាហើយសុវត្ថិភាពដែរឬអត់ហើយដំណើរការលុយរបស់ពួកគាត់នឹងយ៉ាងដូចម្ដេចអញ្ចឹងសូមបញ្ជាក់ថាលទ្ធផលរបស់ BAF ត្រូវបានគណនាតាមតម្លៃទ្រព្យសកម្មដែលត្រូវបានគេហៅថា Net Asset Value ឬក៏ជាភាសាអង់គ្លេសហៅកាត់ថា NAV បាទវិនិយោគិនអាចតាមដានលទ្ធផលបានយ៉ាងងាយស្រួលតាមរយៈក្រុមហ៊ុនមូលបត្រ Exida Morcor ដែលតែងតែផ្ដល់របាយការណ៍គណនាជាប្រចាំថ្ងៃបាទលើពីនេះក្រុមហ៊ុន Benjamin Asset Management Cambodia Morcor ក៏បានផ្សព្វផ្សាយព័ត៌មានថ្មីៗអំពីតម្លៃទ្រព្យសកម្មហៅកាត់ថា NAV ហើយក៏ជាទិន្នន័យការទីផ្សារទៅលើ Telegram Channel Facebook LinkedIn WhatsApp ឬក៏គេហទំព័រដែលហៅថា website អ្វីដែលសំខាន់ពិសេសបំផុតនោះគឺទៅលើ Bloomberg ទៀតបងប្អូនបាទបាទណាបងអញ្ចឹងអ្វីដែលសំខាន់ដែលគួរឲ្យកត់សម្គាល់នោះទៀតនោះគឺវាប្រៀបដល់ដូចជានឹងភាគហ៊ុនទូទៅធម្មតាអញ្ចឹងលទ្ធផលនៃការកើនឡើងធ្លាក់ឬចុះក្នុងរយៈពេលខ្លីវាអាស្រ័យទៅលើស្ថានភាពនៃទីផ្សារភាគហ៊ុនទោះជាយ៉ាងណាក៏ដោយសម្រាប់ BAF ត្រូវបានរចនាឬក៏បង្កើតឡើងនឹងសម្រាប់ការរីកចម្រើននៅរយៈពេលវែងដូច្នេះទោះបីជាមានការប្រែប្រួលឡើងចុះក៏ដោយក៏យុទ្ធសាស្ត្ររបស់ការវិនិយោគហ្នឹងក៏ផ្ដោតទៅលើបង្កើនទៅលើតម្លៃយ៉ាងថេរគ្រប់ពេលវេលាដូច្នេះសម្រាប់វិនិយោគិនគឺគាត់មានឧបករណ៍វាស់វែងយ៉ាងច្បាស់លាស់តាមរយៈតម្លៃទ្រព្យសកម្មសុទ្ធដែលយើងហៅថា NAV ហ្នឹងនឹងជារបាយការណ៍ដែលមានតម្លាភាពដើម្បីរក្សានៃការយល់ដឹងនិងទំនុកចិត្តចំពោះដំណើរការវិនិយោគរបស់ពួកគេជាមួយនឹង BAF